សួស្តីបងប្អូនគ្នាបាទជួបគ្នាជាថ្មីម្ដងទៀតជាមួយខ្ញុំបាទវីដេអូនេះខ្លីទេខ្ញុំនឹងធ្វើការ review តាក់ទងជាមួយ project ថ្មីមួយទៀតហើយគឺ project Nilians ឬក៏ Nil បងប្អូនបាទហើយនឹងបង្ហាញបងប្អូនអំពីរបៀបទទួលបាន airdrop កាក់ Nil នៅក្នុង exchange Binance បាទអញ្ចឹងតើធ្វើដូចម្ដេចទើបទទួលបាន airdrop កាក់ free ឥឡូវ Binance កំពុងតែបើកដំណើរការឲ្យបងប្អូនយក airdrop ហើយបាទបើសិនបើបងប្អូនកំពុងមើលវីដេអូនេះថ្មីមិនទាន់មានគណនី Binance បាទគឺសូមធ្វើតាមការណែនាំមួយនេះ Play Store ឬក៏ App Store បាទ download Binance app មកហើយធ្វើការ sign up ឬក៏ register បាទប្រើ email ក៏បានលេខទូរស័ព្ទក៏បានដែរបងប្អូនណាបាទហើយកុំភ្លេចកន្លែង referral code ដាក់225815បាទដើម្បីទទួលបាន promotion discount etc ផ្សេងៗទៀតបាទបន្ទាប់ពីបងប្អូន register រួចហើយកុំភ្លេច verify បាទ KYC ដោយអត្តសញ្ញាណប័ណ្ណក៏បានបើកបរឬលិខិតឆ្លងដែនក៏បានដែរបងប្អូនណាបាទហើយពេលនោះបងប្អូនមានគណនី Binance ដែរបងប្អូនអូខេអញ្ចឹងតាក់ទងជាមួយនឹង project Nilian វាគឺជា blind computer បាទដំបូងគេបង្អស់សម្រាប់មនុស្សជាតិយើងបាទវាជាស្រទាប់ឯកជនភាពបាទរបស់អ៊ីនធឺណិតសម្រាប់ទិន្នន័យដែលរស័ព្ទទាំងអស់បាទគឺលយបាទហើយវាត្រូវបាន design ឡើងសម្រាប់ជាការជឿជាក់ទៅលើប្រព័ន្ធ decentralized និងធ្វើការ unlock នៅអត្ថិភាពយ៉ាងពេញលេញនៃឯកជនភាពនិងសុវត្ថិភាពរបស់វិស័យ crypto យើងក៏ដូចជា AI និង decentralized science និងមានច្រើនផ្សេងៗទៀតបាទNilians Blind Computer គឺកំពុងបង្កើតប្រព័ន្ធទិន្នន័យ ecology ឯកជនភាពដែលអាចជឿជាក់បានដំបូងមុនគេតែម្ដងបងប្អូនណាបាទហើយនេះគឺជាចន្លោះបន្ទាប់នៅក្នុងវិស័យ crypto ហ្នឹងបាទដែលនឹងនាំយកនៅអ្នកប្រើប្រាស់ថ្មីព្រមទាំងអាចរកប្រាក់ចំណូលបានផងដែរអូខេអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចចូលទៅមើល white paper របស់វាបានបាទចូលទៅអានបន្ថែមបានដែលខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូ description ឬក៏ដូច pin comment បាទបងប្អូនអាចមើលវាបានណាបាទតើតើទៅនឹង Nil allocation distribution បាទគឺ total supply របស់កាក់ Nil ហ្នឹងគឺចំនួន 1000 លានបងប្អូនបាទគឺចំនួន 1000 លានបាទ1 billion នៅ Genesis បាទនៅ Genesis ហើយ initial circulation supply របស់វាគឺ 19.52% បាទហើយកាក់ Nil ហ្នឹងគឺ allocated ទៅកាន់ category តាមខាងក្រោមនេះគឺថាprotocol development ទទួលបាន 10% បាទ ecosystem ហើយនឹង R&D 29% community 20% បាទ core contribution បាទ 20% ហើយនឹង early backer ចំនួន 21% បាទដែលកាក់នេះនឹង inflation schedule របស់វាគឺ 1% នៅក្នុងមួយឆ្នាំបងប្អូនបាទគឺវាមានអតិផរណា 1% ក្នុងមួយឆ្នាំហើយ token standard នេះគឺ Nil បាទ Nilian Native Network បាទគឺលុយកន្លែងហ្នឹងបាទហើយកាក់នេះគឺវាមាន schedule release តាមខែរបស់វាបាទវាមិនមែនជា release ម្ដងទាំងអស់ទេបាទវាមាន schedule release មកដូចបងប្អូនបានឃើញនៅក្នុងរូបអញ្ចឹងBinanceបានធ្វើការប្រកាសគម្រោងទី65នៅលើ Binance Land Pool របស់ខ្លួនគឺ Nilians បាទឬក៏ Nil ហ្នឹងបាទដែលជា project decentralized network leveraging ទៅលើ blind computer បាទដើម្បីធ្វើឲ្យមានសុវត្ថិភាពទៅលើដំណើរការទិន្នន័យនិងផ្ទុកទិន្នន័យដែលផ្ដល់ជឿជាក់ទៅលើឯកជនភាពបាទហើយ Binance user ទាំងអស់បាទអាចធ្វើការ lock BNB FDUSD បាទហើយនឹង USDC បាទជា stable coin ហ្នឹងដើម្បីទទួលបាន Nil airdrop ហ្នឹងបងប្អូនបាទរយៈពេល3ថ្ងៃបាទដែលធ្វើការ farming ចាប់ផ្ដើមពីថ្ងៃទី21ខែ3បាទថ្ងៃហ្នឹងថ្ងៃ21បាទតាំងពីម៉ោង7ព្រឹកមកឥឡូវកំពុងតែធ្វើការ farming បានហើយបងប្អូនបាទគឺរយៈពេល13ថ្ងៃទេបាទហើយ Binance នឹងធ្វើការ list កាក់ Nil ហ្នឹងនៅថ្ងៃទី24បាទខែ3ឆ្នាំ2025ហ្នឹងបាទម៉ោង8យប់ល្ងាចបាទ Binance នឹង list ហើយបាទអូខេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការទទួលបាន airdrop កាក់ហ្នឹងបាទនៅក្នុង exchange Binance បាទអូខេអញ្ចឹងដំបូងបងប្អូនបើកទូរស័ព្ទដៃបងប្អូនមានថាបើកគណនី Binance បងប្អូននៅក្នុងទូរស័ព្ទដៃមកបងប្អូនណាបាទអូខេអញ្ចឹងបន្ទាប់ពីបងប្អូនចូលបើកទូរស័ព្ទដៃនៅក្នុង Binance បងប្អូនហើយបាទបងប្អូនចូលទៅកន្លែង asset មើលតើបងប្អូនមានកាក់BNB អត់ FDUSD ឬក៏ USDC អត់បាទអូខេឥឡូវខ្ញុំនឹងធ្វើការតេស្តជូនបងប្អូន$មើលបាទបងប្អូនមាន USDC បាទបងប្អូនអាចធ្វើការចូលទៅទិញវាមកបាទចូលទៅទិញវាយកទិញ BNB មកណាបាទអូខេឥឡូវបងប្អូនចូលមកមើល spot បងប្អូនគឺបងប្អូនមាន BNB បងប្អូនឃើញទេបាទអញ្ចឹងនៅកន្លែង home នេះបាទនៅកន្លែង home នេះបងប្អូននៅកន្លែង search នេះបងប្អូនឃើញកន្លែង search នេះបងប្អូនវាយពាក្យថា LAN pool បាទបងប្អូនវាយពាក្យថា LAN pool មកបាទយើងវាយ LAN pool មកបាទអញ្ចឹងបងប្អូនក៏វាយ LA មកវានឹងចេញ LAN pool ហើយនេះឃើញបងប្អូនចុចលើ LAN pool ហ្នឹងមក Yes ពេលនោះបងប្អូនឃើញកាក់ Nil ឃើញហ្នឹងបងបាទគឺវា allocation រហូតដល់35លានបាទ35លានច្រើនមែនតើមានន័យថា35លានវានឹងចែកទៅឲ្យ pool BNB pool USDC ហើយនិង pool FDUSD អញ្ចឹង3ប្រភេទហ្នឹងបងប្អូនមានកាក់ណាបងប្អូនអាចយកទៅ join participate ដើម្បីបានកាក់ free តែម្ដងបងប្អូនណាបាទអូខេអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែង participate នេះមកបាទអញ្ចឹងបន្ទាប់មកទៀតវានឹងសួរបងប្អូនថាបងប្អូនចង់ join មួយណាបងប្អូនណាបាទអូខេឥឡូវយើងចុច join កន្លែង BNB នេះបងប្អូនមាន BNB បាទបងប្អូនចុចលើ BNB នេះមកបាទអូខេបន្ទាប់មកទៀត available BNB នេះគឺបាទគឺខ្ញុំមាន 0.015 នេះបាទគឺខ្ញុំអាច join ទាំងអស់បានបងប្អូនចុចថាពាក្យនេះ make នេះមកបាទគឺយើង join ទាំងអស់បាទ
ហើយyield របស់វាគឺ 0.14% ក្នុងមួយឆ្នាំគេឲ្យ3ថ្ងៃបងប្អូនណាបាទឥឡូវខ្ញុំចុច confirm មកបងប្អូនមានម៉ាត់ដាក់ទាំងអស់មកបាទ make មកហើយឲ្យចុច confirm មកបាទដល់ពេលបងប្អូនចុច confirm វាដាក់ថា successful participate បាទអញ្ចឹងចុចតែ OK នេះមកបាទគឺរួចរាល់តែម្ដងអញ្ចឹងមានន័យថាបងប្អូនចាប់នឹងចាប់ដើមធ្លាក់ឬក៏ទទួលបានកាក់នីលហ្នឹងគឺអូតូម៉ាទិកបងប្អូនណាបាទគឺថ្ងៃទី20បាទ24បាទម៉ោង8យប់បងប្អូនអាចប្រមូលកាក់ហ្នឹងគឺយកទៅលក់នៅក្នុងទីផ្សារដែលបាញ់ណានឹងធ្វើការលិះបងប្អូនណាបាទអូខេអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ទស្សនាវីដេអូនេះពីដើមដល់ចប់ហើយសង្ឃឹមថាបងប្អូនដឹងពីរបៀបយក AirDrop free ទាំងអស់គ្នាបាទកុំភ្លេចចុច like subscribe ដាក់រូបបណ្ដឹងផងបាទហើយនឹងបើសិនជាមានសំណួរឬចម្ងល់អ្វីបាទ join community ខ្ញុំខាងក្រោមអាចសួរខ្ញុំបានគ្រប់ពេលបាទអូខេជួបគ្នានៅវីដេអូបន្តទៀតអរគុណបាយបាយ